ជំរាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែទស្សនាវីដេអូរបស់ខ្ញុំកន្លងមកថ្ងៃនេះគឺខ្ញុំមកបង្ហាញអំពីការប្រើប្រាស់ចក្រានដុតប្រេងខ្មៅຂະຫນាតលក្ខណៈគ្រួសារຂະຫນាតធំគឺមុខមកទឹក7នេះគឺជាវីដេអូ highlight ផ្ដើមចេញពីការបង្ហាញពីចក្រាន2ដែលត្រូវញ៉ាំឲ្យភ្ញៀវនៅតាមបណ្ដាខេត្តឬក៏ឆ្លៀតតេស្តជូនបងប្អូនទាំងអស់គ្នាអ្វីដែលយើងត្រូវធ្វើមុនគេគឺយើងធ្វើការដោតហើយនឹងភ្ជាប់នឹងហាលខ្យល់ជាមួយនឹងបំពង់ខ្យល់របស់យើងមកយើងធ្វើការរៀបចំបើកបិទមើលចឹងដឹងមើលពីការហូរប្រេងចូលហើយយើងបើកចឹងមកឲ្យវាចូលកាលណាយើងបើកទៅវាប្រហូរមកវាដរិចមកដល់កន្លងភ្លើងរបស់យើងពេលដែលប្រហូរដូចឃើញនៅក្នុងវីដេអូនេះដោយសារខ្ញុំរៀបចំឲ្យវាស្រួលក្នុងការបង្ហាញអញ្ចឹងអានេះយើងធ្វើការបង្កាត់វាជំហានដំបូងយើងបង្កាត់វាឲ្យឆេះក្នុងកន្លងឲ្យច្រើនសិនណាបងប្អូនទាំងអស់គ្នាប្រភេទមុខមកទឹក7នេះអត់ពិបាកបង្កាត់ទេឈុត$50ហ្នឹងដំបូងមកយើងបើកណាទាំងហាលរបស់យើងហ្នឹងគឺបើកដំបូងបើកអស់អត់អាចបើកមកកាមពីកាមទេហើយហុយនេះគឺដោយសារតែអត់មានថ្នាក់ប្រេងអញ្ចឹងជាមួយខ្ញុំដាក់ថ្នាក់ប្រេងតិចលេងហុយឃើញទេអញ្ចឹងនៅពេលដែលវាបើកដំបូងយើងបើកអស់អត់អាចទេដល់ពេលដែលយើងធ្វើការបន្ថយចាំយើងបន្ថយតាមពេលដែលវាចាប់នឹងក្នុងកន្លងឥឡូវទីក្រានទាំងពីរនេះវាចាប់ហើយដល់ពេលដែលវាចាប់អញ្ចឹងឲ្យយើងបើកអស់មុនដំបូងឥឡូវយើងបន្ថយមកវិញគឺយើងបន្ថយត្រឹមពាក់កណ្ដាលហើយបាទសូមជម្រាបជូនទៅវិញថាពេលដែលយើងបើកវាហើយវាចាប់ភ្លើងហើយវាឆេះក្នុងកន្លងខៀវស្អាតហើយចាំយើងបន្ថយសំពាក់កណ្ដាលវិញដើម្បីយើងយកឲ្យឡង់ឲ្យវាមានសើហើយបន្ទាប់មកយើងធ្វើការដាក់ចក្រានរបស់យើងហ្នឹងគឺដាក់ខ្ទះក៏បានដាក់ឆ្នាំងក៏បានដោយសារចក្រាននេះគឺយើងត្រូវបញ្ជូនទៅតាមបណ្ដាខេត្តទៅឆ្លៀតតែអញ្ចឹងទៅខ្ញុំដាក់ឆ្នាំងល្មមទេខ្ញុំជម្រាបថាឆ្នាំងដាក់បានរហូតដល់3ទឹកកន្លះចុះក្រោមប្រភេទមុខមកទឹក7ឥឡូវបងប្អូនអាចមើលបានគឺអត់មានភ្លើងឃើញក្រហមងាំងមកក្រៅទេកាលណាដែលយើងដាក់ឆ្នាំងឬក៏ដាក់ផ្ទៃប៉ះមកប៉ះជាមួយនឹងចក្រានរបស់យើងទៅយើងបើកតាមពាក់កណ្ដាលទៅយើងមើលឃើញចំហេះហ្នឹងគឺដូចជាគេអញ្ចឹងគាត់ថាវានៅតែខ្មៅគូតឆ្នាំងអញ្ចឹងយើងមិនអាចហាមឲ្យខ្មៅបានទេដោយសារវាមានជាតិប្រេងអញ្ចឹងណាបងប្អូនទាំងអស់គ្នាប៉ុន្តែសំខាន់ទៅលើការប្រើប្រាស់បងត្រូវឲ្យចេះប្រើនឹងបច្ចេកទេសពីខ្ញុំសិនអញ្ចឹងបងមើលណាការប្រហូរប្រេងនៃបញ្ជូនទៅមិញខ្ញុំចាក់តែបន្តិចណាដោយសារຂະຫນាតនេះគឺវាស៊ីក្នុង1ម៉ោង1លីត្របាទឥឡូវខ្ញុំលើកចេញហើយដល់វាលុតបាទពេលដែលយើងផលិតចក្រាននេះអត់លំបាកទេបងទាំងអស់គ្នាយើងធ្វើការរៀបចំស្រែសរុនវ៉ូលីមរបស់វានឹងបន្ថយបន្តិចនៅសល់ថា2កាំ3កាំមកហើយបន្ទាប់ពីយើងបន្ថយវាហើយយើងយកកម្របមកក្រុមយើងទាញបង្ហាលបិទទៅយកតែម្ដងហើយទី2គឺយើងអាចនេះបិទប្រេងអញ្ចឹងកុំឲ្យវាបញ្ជូនទៅបន្ទាប់មកទៀតគឺយើងបិទដង្ហាលបន្ទាប់ពីយើងបិទដង្ហាលបិទប្រេងរួចរាល់អស់បងទាំងអស់គ្នាគ្រាន់តែយកកម្របដែលយើងមានហ្នឹងគ្របអញ្ចឹងទៅគឺអត់មានផ្សែងទេសូមជម្រាបជូនទៅដល់បងមួយចំនួនដែរដែលតេតងជាមួយនឹងការប្រើប្រាស់នេះណាខ្ញុំហាមតែមួយទេគឺកុំប្រហូរប្រេងចូលក្នុងកន្លងភ្លើងច្រើនណាគ្រប់វីដេអូរបស់ខ្ញុំតែងតែបង្ហាញរហូតអញ្ចឹងនៅក្នុងការប្រហូរប្រេងចូលក្នុងកន្លងភ្លើងគឺហាមដាច់ខាតកុំប្រហូរចូលច្រើនរវាងភ្លើងដែលឆេះហើយនិងប្រេងដែលបញ្ជូនទៅធ្វើមិនឲ្យសាក់1ម៉ាតគ្នាបងត្រឹមតែមួយសាមកណ្ដាស់ឆេះបានហើយនៅក្នុងផងដែរខាងខ្ញុំក៏មានលក់វាប្រភេទឈុតអាជីវកម្មប្រភេទរៀបជាមួយនឹងប៉ាសាំងក៏មានប្រភេទរៀបជាមួយនឹងខ្ទះមួយឈុតមួយកំភ្លេមានទាំងកន្លដុតប្រេងអញ្ចឹងក៏មានហើយក៏មានជាប្រភេទប៉ាសាំងដែលដុតជាមួយនឹងអស់ហ្នឹងក៏មានដែរអញ្ចឹងបងដែលត្រូវការគឺខ្ញុំមាននៅក្នុងស្តុកគ្រប់ថ្នាក់ហើយសម្រាប់ថ្នាក់អាជីវកម្មលក្ខណៈខ្ទះថ្នោតធំដែលរៀបជាមួយនឹងចក្រានត្រទងន់ដែលអាចដាក់ខ្ទះថ្នោតមុខ1ម៉ែត្រចុះក្រោមទាំងខ្ទះថ្នោតទាំងចក្រានដុតប្រេងខ្មៅគឺខ្ញុំមាននៅក្នុងស្តុកស្រាប់គ្រប់ຂະຫນាតដែលបងត្រូវការគឺអាចសាកសួរព័ត៌មានគឺមានទាំងប្រភេទហូតចេញមកក្រៅនិងប្រភេទផ្សារភ្ជាប់តែម្ដងគឺខ្ញុំមានគ្រប់ຂະຫນាតទាំងខ្ទះថ្នោតទាំងប្រភេទចក្រានដុតប្រេងហើយសម្រាប់គម្របខ្ទះហ្នឹងក៏ខ្ញុំមានដែរគឺមានរហូតដល់3ຂະຫນាតសម្រាប់3ຂະຫນាតនេះគឺបងអាចសួរនាំបានពួកប្រភេទនេះគឺខ្ញុំមាននៅក្នុងស្តុកជាប្រភេទគម្របខ្ទះដែកដែលខ្ញុំឲ្យជាងខ្ញុំតម្លើងដើម្បីតម្រូវជាឈុតតែម្ដងអញ្ចឹងបងដែលត្រូវការគឺយើងមានជាឈុតមានទាំងចក្រានដុតប្រេងខ្មៅគឺមានទាំងខ្ទះថ្នោតហើយនឹងមានជាប្រភេទគម្របតែម្ដងអញ្ចឹងតកតងជាមួយនឹងប្រភេទគម្របក៏យើងមានគ្រប់ຂະຫນាតហើយសម្រាប់ខ្ទះថ្នោតក៏យើងមានគ្រប់ធំគ្រប់ទំហំគ្រប់ຂະຫນាតគ្រប់ទម្ងន់ដែលបងត្រូវការហើយក៏មានទីតាំងដែលផលិតនិងទីតាំងដែលចាក់ផ្ទាល់ដែលបងអាចធ្វើការសំណុំពរឬក៏ធ្វើការកក់ក្នុងការចាក់ចង់បានគីឡូតាមមុខកាត់ដែលបងត្រូវការនិងគីឡូដែលបងត្រូវយកទៅធ្វើទៅលើអាជីវកម្មរបស់ខ្លួនឯងអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេក្នុងការបង្ហាញពីអាជីវកម្មរបស់ខ្ញុំអញ្ចឹងបងដែលត្រូវការគឺអាចអញ្ជើញមកមើលដល់ទីតាំងបានទាំងខ្ទះថ្នោតទាំងចក្រានដុតប្រេងខ្មៅទាំង
គម្របផ្ទះថ្នោតហើយនឹងមកជួបសំណេះសំណាលជាមួយនឹងវិធីសាស្ត្រក្នុងការប្រើប្រាស់ហើយនឹងបច្ចេកទេសមួយចំនួនមិនថាចក្រានដុតប្រេងខ្មៅមិនថាថុងសាំងដុតអស់ទេគឺយើងមានគ្រប់ຂະຫນាតគ្រប់ model តែម្ដងឯងាកត្រឡប់មកវិញបន្តិចសូម្បីតែនៅក្នុង stock របស់ខ្ញុំក៏មានដង្ហាល់ដើម្បីធ្វើការផ្គត់ផ្គង់ទៅលើចក្រានដុតប្រេងខ្មៅគ្រប់ຂະຫນាតគ្រប់ទំហំចាប់ពី15វ៉ាត់រហូតដល់200វ៉ាត់350វ៉ាត់និង750វ៉ាត់អញ្ចឹងបងដែលត្រូវការគឺខ្ញុំមានទាំងអស់ណាមកទីនេះគឺមានទាំងបាច់តែម្ដងអញ្ចឹងអរគុណចំពោះការទស្សនាវីដេអូមានចម្ងល់អាចសាកសួរព័ត៌មានតាមលេខ Telegram បានសូមអរគុណសូមជម្រាបលា